ដើមវគ្គលើកពៀនទំនងជា90នាទីអស់ហើយត្រឹមមកគ្រាប់ដូចគ្នាមួយស្មើបាទWorld Cup ឆ្នាំនេះខ្ញុំថានៅតែបញ្ចប់ទៅដោយការទាត់បាល់11ម៉ែត្រចានៅតែដដែលប្រចាត់បច្ច័យ logic អាសងទីមជួបគ្នាបាទអ្នកទាំងពីរនេះបើយើងនិយាយទៅណាសត្រូវស៊ូពូជដែរហ្នឹងហើយបាទប៉ះគ្នា4ដល់10ដងឈ្នះ6ដងដូចគ្នាស្មើ2ដងអើយស្មើគ្នារលបាទហើយគ្រាប់បាល់សុទ្ធបញ្ចូលទីអាសងទីម18គ្រាប់អេស្ប៉ាញ19ខុសគ្នាមួយគ្រាប់អាហ្នឹងមកគេហៅសត្រូវស៊ូពូជមែនបាទធ្លាប់ជួបគ្នាដែរធ្លាប់ជួបច្រើនដងបាទជួបច្រើនដងណា14ដងក្នុងនាមជាប្រទេសទល់ប្រទេសបាទអូសាហាវតែតែពិតខ្ញុំមានកតិមួយបងប្អូនយកត្រេះរីអាសងទីមនិងអេស្ប៉ាញនេះគេមានគេហៅថាបើយើងនិយាយពីបាល់ទាត់ style of play កូនកាត់គ្នាទេបាទពីប្រទេសនេះអាសងទីនជាប្រទេសមួយនិយាយភាសាអេស្ប៉ាញដែរបាទលំហូរពលករមិនពលករការកម្លាំងការងារបាល់ទាត់ហូរមកលេងនៅអឺរ៉ុបចូលនៅអេស្ប៉ាញក៏ច្រើនដែរច្រើនអាសងទីនតាមពិតនៅអង់គ្លេសសូវមានពីមុនមាននៅអេស្ប៉ាញមាននៅអ៊ីតាលីពីប្រទេសនេះច្រើនបាទកត្តាភាសាគឺងាយស្រួលបំផុតសម្រាប់អាសងទីនមកនិយាយភាសាអេស្ប៉ាញស្រាប់បាទទៅអ៊ីតាលីអាសងទីនចូលចិត្តលេងអ៊ីតាលីចូលចិត្ត style រស់នៅបែបអ៊ីតាលីបាទណាឃើញកីឡាករអាសងទីនខ្លះចូលជាតិអ៊ីតាលីកីឡាករអ៊ីតាលីខ្លះក៏មានជាតិអាសងទីនពីរហ្នឹងអេស្ប៉ាញក៏អញ្ចឹងបាទអញ្ចឹងខ្ញុំចង់និយាយថាពីរនេះបើយើងនិយាយពីវប្បធម៌នៃការលេងគឺប្រហែលគ្នាទេសាច់បាល់នឹងលេងដូចនិយាយទៅដូចបាល់ពួកឡាទីនលេងអញ្ចឹងអេស្ប៉ាញក៏ស្រៀងបាល់ឡាទីនលេងដែរគាត់ថាអេស្ប៉ាញការគ្រប់គ្រងបាល់ ball possession របស់ពួកគេវាល្អណាស់បាទខ្ញុំឲ្យ rating លេខ1រាល់ថ្ងៃលើលោកមានក្លឹបណាដែលគ្រប់គ្រងបាល់ប្រទេសណាគ្រប់គ្រងបាល់ល្អដូចអេស្ប៉ាញទេណាបាទតែអាសង់ទីនបាល់ពួកគេគឺជាបាល់ចាក់គេហៅបាល់ចាក់បាល់មុតអញ្ចឹងណាបាទអញ្ចឹងមួយដែល ball possession នៅជើងច្រើនមួយដែលបាល់ចាក់បាល់មុតនេះគឺនឹងជួបគ្នាអញ្ចឹងបងប្អូនអាចរកការគិតវិភាគនៅកណ្ដាលមួយថាតើបើសិនពីរនឹងជួបគ្នាវាកើតចេញជារឿងស្អីឡើងបែកផ្កាភ្លើងហើយយ៉ាបងទទួលស្គាល់តែសំខាន់គឺអាសង់ទីនមានបាល់ចាក់ណាបងប្អូនកុំឲ្យយើងគិតថាអូអេស្ប៉ាញល្អបាទល្អហ្នឹងដូចខ្ញុំនិយាយវាអាចចាប់កុកគ្នាជាប់នៅក្នុងពេលណាមួយបាទឧទាហរណ៍អាសង់ទីនលេងអេស្ប៉ាញមើលអេស្ប៉ាញលេងអាសង់ទីនមើលបាទឃើញទេរៀនពីគ្នាបាទរៀនគ្នារៀនពីចំណុចខ្លាំងរបស់គូសត្រូវហើយគេយកមកធ្វើអីអញ្ចឹងខ្ញុំគិតថាការប្រកួតដាច់ព្រាត់មួយនេះគឺជាការប្រកួតដាច់ព្រាត់ដ៏អស្ចារ្យនៅ World Cup 2026បាទប្រវត្តិនៃការជួបគ្នាឆ្នាំ66នៅ World Cup តែម្ដងក្រៅពីនឹងមិត្តភាពអត់ទាំងអស់ទេបាច់រាប់ទេព្រោះនេះមិត្តភាពមិនសូវស៊ីសាច់គាត់គ្នាទេហ្នឹងហើយតែបើនៅ World Cup ឆ្នាំ66អាសង់ទីនឈ្នះ 2-1 និយាយទៅក្រុមទាំងពីរជួបគ្នា 2-1 ច្រើនណាស់លទ្ធផល 2-1 ប៉ុន្តែជួបគ្នានៅមិត្តភាពលើកចុងក្រោយនោះ 6-1 អេស្ប៉ាញតាប់2018 ប៊ីសតែនឹងជួបគ្នានេះកាលពីប្រហែលខែមុននេះនៅ Final Lizima នេះក៏ប៉ុន្តែមានការចំណងចម្រាស់លេចកើតដូរអទីតាំងទៅលេងនៅអេស្ប៉ាញអាសង់ទីនមិនព្រមខ្ញុំថាចាញ់មករបៀបនេះគឺគេមិនចង់ឲ្យលេងជាមួយគ្នាហ្នឹងហើយ Final Lizima នោះធ្លាប់មានអាសង់ទីនប៉ះអ៊ីតាលីម្ដងហើយហ្នឹងហើយអង់គ្លេសបាទចាញ់អាសង់ទីនកាលមុនចាញ់អាសង់ទីនហ្នឹងហើយពេលហ្នឹង3-0ទៀតជើងឯកឡាទីនប៉ះជើងឯកអឺរ៉ុបដែរពេលហ្នឹងមិនអ៊ីតាលីឈ្នះយូរ៉ូឆ្នាំ2021ហីបងបាទ2021ហ្នឹងបាទ2021ហ្នឹងយើងធ្វើពី2020ឆ្នាំអេស្ប៉ាញជាមួយនឹងអាសង់ទីននេះបើសិនជាលេង Final Lizima ទៀតប្រសិនបើអេស្ប៉ាញចាញ់អាសង់ទីនទៀតអឺរ៉ុបអស់ម៉ាស់អញ្ចឹងមិនបាច់លេងប្រសើរជាងបាទជួបគ្នា ហើយវគ្គផ្ដាច់ព្រាត់នេះបានបញ្ជាក់ថាតើអឺរ៉ុបឬក៏ឡាទីនបាទជួបគ្នាតតបាន ហ្នឹងហើយជួបគ្នាតតបានខ្ញុំគាត់តែឃើញអាសង់ទីនឡើងយប់មិញខ្ញុំព្រឺរោមទៅហ្មងទីបំផុតអ្នកទៅពីនេះគេឲ្យជួបគ្នាតតបានមិនគេឲ្យទេវាត្រូវតែជួបខ្លាំង flow បាទគេឲ្យបើយើងអត់ខ្លាំងនឹងមកមិនហ្នឹងហើយបើអត់ខ្លាំងឡើងមិនកើតបាទមើលតែយប់មិញទៅដឹងហើយហើយមើលអេស្ប៉ាញមើលបារាំងមិនបារាំងអន់អ្នកខ្លះថាបារាំងទម្លាក់ជើងអីមែនទេតម្លាក់ជើងមានសមត្ថភាពចូលចុះអេស្ប៉ាញអាសង់ទីនណាខ្លះជាម្ចាស់ជើងឯកខ្លីៗព្រោះយើងពេលវេលាយើងខ្លីខ្លាំងណាស់សល់2នាទីណាបាទខ្ញុំបានបន្តិចសិនមុននឹងទាយខ្ញុំថាទំនងលេខរបស់អេស្ប៉ាញពេលនេះដែលយើងមើលឃើញប៉ះជាមួយនឹងបារាំងនេះពួកគេល្អខ្លាំងណាស់អ្នកណាក៏ថាអេស្ប៉ាញជើងឯកដែរបាទហ្នឹងពេលបន្ទាប់ពីលេងជាមួយបារាំងហើយបាទបងបាទអេស្ប៉ាញខ្លាំងណាស់ដល់តែពេលឃើញអាសង់ទីនលេងយ៉ាងមិញហើយអ្នកណាក៏និយាយថាអាសង់ទីនសំជើងឯកហើយចុះបើពីរនឹងជួបគ្នានេះពីរនេះជួបគ្នាវាយ៉ាងម៉េចខ្ញុំថាទម្រង់លេងរបស់អាសង់ទីនមិនប្រើដូចប៉ះជាមួយអង់គ្លេសទេបាទហើយអេស្ប៉ាញក៏មិនប្រើដូចកាលប៉ះជាមួយបារាំងដែរ
បើប្រាស់ប៉ះជាមួយនឹងបារាំងអេស្ប៉ាញហ៊ានតែប្រើរបៀបហ្នឹងអាសង់ទីនហ៊ានលេងរបៀបដូចអង់គ្លេសអត់ឈ្នះអាសង់ទីនទេតែឲ្យស្ប៉ាញអាចនឹងប្រើទំនងលេងប៉ះជាមួយនឹងប៉ូទុយហ្គាល់ឬក៏ប៉ះប៊ែលហ្សិកទំនងលេងនឹងពិបាកណាស់ក្រុមដែលចូលចិត្តបុកកដាលអាចោះពិបាកលេងប៉ូទុយហ្គាល់ចូលចិត្តកដាលដែរពិបាកចូលអត់ចុះជាមួយអេស្ប៉ាញគេលេងតាមដូចជាតាមផែនគ្រូគាត់ប្រកែដេឡាសហ្វុនតេគាត់ប្រកែគិតណាអញ្ចឹងអ្នកទាំងពីរនេះចាំចិត្តដល់ថ្ងៃប្រកួតចាំយើងនេះទៀតទេបងបាទយើងចង់ចាំចិត្តទៀតព្រោះថាវាឆ្ងាយពេកអញ្ចឹងបើថាតាមអារម្មណ៍របស់ខ្ញុំអ្នកទាំងពីរនេះចាប់ផ្ដើមវគ្គលើកពានទំនងជា90នាទីអស់ហើយត្រឹមមកគ្រាប់ដូចគ្នាមួយស្មើបាទ World Cup ឆ្នាំនេះខ្ញុំថានៅតែបញ្ចប់ទៅដោយការទាត់បាល់11ម៉ែត្រចានៅតែដដែលប្រចាំបច្ច័យ logic យ៉ាប់យ៉ៃខ្ពស់ណាបាទនៅតែមិនអាចធ្វើអីគ្នាបានវគ្គ90នាទីធ្វើគ្នាបានពីរអ្នកហ្នឹងក៏ប៉ុន្តែលើកពានណាប្រហែលមិនកើតតែអេស្ប៉ាញប្រហែលអាសង់ទីនដាក់ទៅមួយចុះបិទណែនក្តន់ហ្នឹងចប់ហើយអាសង់ទីនប្រហែលអេស្ប៉ាញដាក់មួយហើយចុះទៅបិទហ្នឹងចប់បាត់ហើយអញ្ចឹងយល់ទៅមានឱកាសឡើងទៅតិចតួចបំផុតតែបើខាងក្នុងរបូតបាល់ខាងក្នុងបានបាល់ខាងនេះថយក្រាកទាំងអស់ថយដូចគ្នាហើយ boring វគ្គប្រាច់ព្រាត់អាហ្នឹងអារម្មណ៍របស់ខ្ញុំបាទហើយ boring ហារ៉ាំបលអាចនឹងមានការកាត់ឡើងច្រើនបាល់ទប់ហ៎បងបាទចុះបងគិតមិនដែរបងខ្ញុំនិយាយទៅខ្ញុំទាយពីដើមមកគឺអេស្ប៉ាញឈរនៅលេខរៀងទី2បាទនៃគេហៅថាខ្ពស់ជាងអាសង់ទីនតែខ្ញុំរើសបារាំងទី1តែបារាំងធ្លាក់បាត់ហើយអញ្ចឹងសក់អេស្ប៉ាញវាឡើងទៅទី1វិញអញ្ចឹងខ្ញុំនៅតែធ្ងន់លើអេស្ប៉ាញខ្ញុំគិតថាអេស្ប៉ាញនឹងលើកពាននេះបាទតែក្របបាល់ខ្ញុំមិនហ៊ានទាយទេវាអាចលេងវគ្គនេះខ្ជិលទាយហ្មងបាទទុកឲ្យវាសនាអ្នកកំណត់ខ្ញុំអត់ហ៊ានទាយដែរបាទវគ្គនេះសឹងតែមិនហ៊ានទាយព្រោះពេលខ្លះយើងទាយក៏វាមិនដឹងបានដែរគាត់យើងចង់ថាក្រុមណាលើកពាននិយាយចឹងហ្មងទៅតែទាយហ្នឹងចិត្តដល់វគ្គបាច់រត់ទៅទាយទៅទាយដែរតែបងប្អូនចាំទាយមើលក្នុង page ហ្មងទៅបាទចិត្តលេងខ្ញុំទាយមកគេហៅថាធ្វើគ្រូទាយ1ម៉ោងចោលខ្ញុំថាបើសម្រាប់ខ្ញុំថាអាសង់ទីនគេម្ចាស់ជើងឯកគេការពារជើងឯកគ្រូបំផុសគេមានបទពិសោធន៍នៅវគ្គហ្នឹងគេដឹងកលុកកលៀតខ្ញុំថាអាសង់ទីនភាគរយខ្ពស់ជាងនៅក្នុងការឈ្នះជើងឯកដោយសារតែពួកគេធ្លាប់ឡើងជើងឯកហើយគេធ្លាប់លើកពាននឹងក្តៅគេនៅសល់កីឡាករដដែលទាំងអស់ស្ទើរតែទាំងអស់អញ្ចឹងខ្ញុំថាបើដល់ពេលហ្នឹងទីអាសង់ទីនពេលណាទី shoot out អេស្ប៉ាញស្ទើរបទពិសោធន៍ស្ទើរបទពិសោធន៍បងចាំបានការបាល់ហ្នឹងហើយ Final Nation League ប៉ះជាមួយ Portugal ពេលណាទី shoot out Portugal ដាក់បទកកនៅទៅនោះហើយ Portugal ហ្នឹង Nation League អញ្ចឹង Portugal ចង់បានពេលណាទី shoot out ទៀតហ្នឹងអាការប្រកួតដែលប៉ះជាមួយអេស្ប៉ាញហ្នឹងព្យាយាមលេងអញ្ចឹងចុងក្រោយធ្លាចុងក្រោយហ្នឹងឯងបានបន្តិចហ្នឹងហើយចប់សពគ្រប់បណ្ដោយអញ្ចឹងដូចខ្ញុំនិយាយវិញអញ្ចឹងបើសិនជាខ្ញុំគិតវិញអាសង់ទីននឹងប្រើទម្រង់ប៉ះជាមួយនឹងអង់គ្លេសហ្នឹងទៅប្រើជាមួយអេស្ប៉ាញលេងអាកាចលេងឲ្យអាសង់លេងឲ្យអេស្ប៉ាញខ្លាចនៅក្នុងការលេងបាល់ខ្លីព្យាយាម pressing ដើម្បីដណ្ដើមបាល់អត់ឲ្យលេងស្រួលនៅក្នុងការគ្រប់គ្រងបាល់ ball position ច្រើនពួកគាត់នឹងអាចមានឱកាសក្នុងការយកឈ្នះចន្លោះពី90នាទីទៅ120នាទីប៉ុន្តែខ្ញុំនិយាយថាគូនេះ90នាទីលឿនពេកហើយបាទលឿនពេកហើយហារ៉ាំបលមែនប៉ុន្តែខ្ញុំគិតថាការប៉ះគ្នាអាចនឹងមានការកាត់ឡើងច្រើនមានបាទ90នាទីលឿនពេកមកថាអ្នកមើលអត់អស់ចិត្តបាទមើលបានយូរទិញសម្បត្តិថ្លៃអញ្ចឹងខ្ញុំគិតថាចេះ120នាទី1-0អាសង់ទីនឈ្នះបាទចាប់សពគ្រប់ត្រឹមប៉ុណ្ណឹង120នាទីបាទ120នាទីបាច់ដល់ពេលនាទីព្រោះដល់ពេលនាទីខ្ញុំឲ្យបងទៅអាសង់ទីនដែរបងពីក្រុមនេះអ្នកណាឈ្នះបានបាត់ដៃសាច់ក្នុងដៃសាច់ខ្ញុំរើសឲ្យអេស្ប៉ាញបាទអេស្ប៉ាញគាត់ថាបងធ្ងន់លើអេស្ប៉ាញជាងអាសង់ទីនគូទៅទាអាសង់ទីនមិនត្រូវបាទខ្ញុំមួយវុតយកអាសង់ទីនហើយអូខេបងពេលវេលារបស់យើងក៏បានបាទខោចខ្លីមែនតើណាចូលមកដល់ទីបញ្ចប់ហើយ